ជំរាបសួរបងប្អូននេះគឺជារមណីយដ្ឋានបឹងកំសាន្តនៅជ័យក្រុងបងប្អូននឹងដូចជាគេហៅឃុំអីគេទេដូចជាឈុវ៉ែបងប្អូនខ្ញុំអត់សូវចាំដែរស្រស់ស្អាតណាស់បងប្អូនពេលល្ងាចស្រស់ស្អាតពេលថ្ងៃក៏ស្រស់ស្អាតដែរដោយសារតែគេតុបតែងមើលទៅគួរចង់ទៅអង្គុយណាបងប្អូនខាងក្រោមហ្នឹងធុងសាំងតែខ្ញុំមើលទៅធុងសាំងបតែនៅខាងក្រោមហ្នឹងទេសភាពស្រស់ស្អាតខ្ញុំមិនអ្នកreview ទេបងប្អូនគ្រាន់ថាឃើញស្អាតអញ្ចឹងក៏ទុកកាមេរ៉ាមិនជាប់ក៏ទាញខ្វាច់មកថតដៃអ្នកស្គីមកតែឃើញទេសភាពស្អាតទាញកាមេរ៉ាមកបងប្អូនលើអត់ស្រួលនេះផ្លូវជាប់ចូលនេះបងប្អូនក្នុងខាងនេះគេទេប៉ុន្តែវាយ map ទៅចូល Google Web Map ទៅវាយបឹងកំសាន្តទៅវាឲ្យបងប្អូននេះជាប់ផ្លូវចូលដែរទៅដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយហ្មងអញ្ចឹងបើសិនជាយើងធ្វើការហត់នឿយអីទៅផ្សារថ្មនៅក្នុងបានបងប្អូនដោយសារតែខ្ញុំមានអ្នក review អញ្ចឹងទៅខ្ញុំអត់សូវប៉ុននិយាយមែនទេបងប្អូនគាត់ថាខ្ញុំឃើញទេសភាពស្អាតគឺនៅដែរអត់ស្ងៀមអញ្ចឹងហ្មងទាញមកថតអូតបងប្អូនលេងផ្លូវដើរគេតុបតែងស្អាតតាបងប្អូនកន្លែងខាងជាន់ខាងលើនេះគួរតំណងអង្គុយដែរមើលទៅដល់ខាងក្រោមមើលអ្នកណាគេញ៉ាយគ្នាខ្លះដឹងទាំងអស់នឹងអង្គុយជាន់លើក៏លេចទៅឃើញសពកន្លែងទាំងអស់ហ្នឹងនឹងអង្គុយជាន់ក្រោមមើលទៅដូចជារបៀបកន្លែងអ្នកនេះជំនាន់មុនណាអ្នកអភិជនជំនាន់មុនមើលទៅស្អាតទេសភាពក៏ស្អាតហើយការតុបតែងថែមទៀតក៏ស្អាតគួរឲ្យចង់ទៅលេងហើយមកអត់ថ្លៃទេសមរម្យតម្លៃសមរម្យមានត្រឹម$10អីទៅលេងបានហើយម្ហូបមួយចានដូចជាចាប់ពី$5ឡើងអញ្ចឹងបើយើងទៅ2នាក់$10គ្រប់ហើយរៃគ្នាសេលគ្នាម្នាក់$5ទៅ2នាក់$10បានទៅដើរលេងកន្លែងស្អាតគេចុះគេមានតូចមានធំតាមកន្លែងប៉ុន្តែម្ចាស់ច្រើនណាស់បងប្អូនមានច្រើនកន្លែងណាក្នុងមកជុំវិញមកព័ទ្ធជុំវិញហ្នឹងច្រើនមែនទែនជាងចង់ចូលកន្លែងណាក៏បានដែរប៉ុន្តែសសងលើអ្នកធ្លាប់ចូលច្រើនកន្លែងអញ្ចឹងដឹងថាកន្លែងណាធូរថ្លៃអញ្ចឹងទៅអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូជូនពរមានសុខភាពល្អ